យក BM21 សម្ដែងរឹតហើយបងប្អូននៅទ្រាំអីទៀតដាក់ទៅវិញទៅតឹងទ្រូងខ្លាំងណាស់ខណៈនេះនៅរសៀលថ្ងៃទី8ខែធ្នូឆ្នាំ2025អំបញ្ញមិញនេះយោធាកម្ពុជាបានប្រើសិទ្ធិនៅក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនបន្ទាប់ពីយោធាថៃបន្តនៃការឈ្លានពានម្ដងហើយម្ដងទៀតចេះតែរូលចូលមកកាន់ច្រកព្រំដែនរបស់កម្ពុជានានាជាពិសេសនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យមុននេះបន្តិចឥឡូវនេះ BM21 របស់កម្ពុជាបានសម្ដែងរឹតដាក់ទៅវិញហើយនៅក្នុងតំបន់អានសេះបងប្អូនជនរួមជាតិជាទីស្នេហាអស់រយៈពេល12ម៉ោងហើយដែលយើងឈរខំថ្មិញញ័រដៃអត់ធ្មត់ជាទីបំផុតប៉ុន្តែពេលនេះយើងមិនទុកឲ្យចោលឈ្លានពានទឹកដីយើងទៀតទេយោធាកម្ពុជាបានសម្រេចចិត្តបញ្ចេញ BM21 បាញ់ស្រោចទៅលើយោធាថ្មើរជើងរបស់ភាគីថៃដែលកំពុងតែបន្តរូលចូលឈ្លានពានទឹកដីខ្មែរដែលនេះសបញ្ជាក់ឲ្យឃើញថាក្នុងកំឡុងពេល12ម៉ោងមុននេះភាពអត់ធ្មត់របស់កម្ពុជាបានដល់ដែនកំណត់ហើយពីព្រោះទង្វើឈ្លានពានរបស់សៀមវាថោកទាបខ្លាំងពេកសូម្បីតែប្រជាជនស្លូតត្រង់នៅក្នុងភូមិឋានក៏ពួកវាប្រើប្រាស់អាវុធវាយប្រហារយ៉ាងកាចសាហាវសម្លាប់ប្រជាជនកម្ពុជាចំនួន4នាក់របួសធ្ងន់ស្រាល9នាក់និងជម្លៀសចេញពីតំបន់ភូមិឋានរាប់ម៉ឺននាក់នេះបើយោងតាមព័ត៌មានផ្លូវការរបស់កម្ពុជាបងប្អូនហើយអញ្ចឹងបើមិនដាក់ BM21 អត់បានទេបងប្អូននៅច្រកអានសេះអំបញ្ញមិញនេះយើងឃើញថារថក្រោះរបស់ថៃគឺចូលច្រើនណាស់កងទ័ពថ្មើរជើងក៏ចូលខ្លាំងដែរអញ្ចឹងយើងទម្លាក់ BM21 ស្រោចដូចទឹកភ្លៀងចាំមើលងាប់ប្រមាណអ្នកអាចោលសៀមតាហ៊ានចូលលើកនេះដឹងតែងាប់មិនតិចទេបងប្អូនហើយមួយទៀតបងប្អូនណាពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រធ្វើសង្គ្រាមមុននេះបន្តិចយើងក៏មិនអាចតបតដោយផ្ទាល់ប្រឈមមុខគ្នាជាមួយនឹងយោធាសៀមបានដែរខណៈពេលដែលប្រជាពលរដ្ឋយើងនៅលើភូមិឋាននៅឡើយប្រជាជនស្លូតត្រង់ច្រើនណាស់កុមារីច្រើនណាស់អាយុជីវិតរបស់ប្រជាជនយើងមិនទាន់ជម្លៀសផុតអំពីតំបន់គ្រោះថ្នាក់ប៉ុន្តែនៅពេលនេះយើងមិនអាចឈរមើលសេចក្តីទុក្ខវេទនារបស់ប្រជាជនយើងក្រោមការវាយប្រហារដោយមិនញញើដែរពីភាគីចៅសៀមនេះហើយមុននេះបន្តិចសម្ដេចបវរធិបតីក៏បានចេញបញ្ជាឲ្យអាជ្ញាធរនិងកងកម្លាំងការពារនៅសុវត្ថិភាពរបស់ប្រជាជនឲ្យបានរឹងមាំផងដែរហាក់បីដូចជាបើកភ្លើងខៀវឲ្យកងកម្លាំងប្រដាប់អាវុធកម្ពុជាដើម្បីសម្ដែងរឹតឆ្លើយតបឲ្យចាស់ដៃជាមួយនឹងចៅសៀមហើយដំណាក់កាលនេះសង្គ្រាមពេញទីហើយបងប្អូនសង្គ្រាមពេញទីហើយសង្គ្រាមធំកើតឡើងឥឡូវនេះហើយបងប្អូនសូមបងប្អូនប្រញាប់ស្វែងរកតំបន់សុវត្ថិភាពជាទីបំផុតជាពិសេសបងប្អូនប្រជាជនយើងនៅឯតំបន់ព្រំដែនខណៈពេលដែលចំណុចសំខាន់ទាំងអស់នៃព្រំប្រទល់កម្ពុជានិងថៃបានផ្ទុះអាវុធជាបន្តបន្ទាប់ហើយម៉ោងនេះអានសេះសូផ្ទុះខ្លាំងណាស់កងរំពងពេញព្រៃលើកនេះកម្ពុជាបើមិនវាយបកទេមិនផ្ដល់មេរៀនឲ្យចោលឈ្លានពានទេវាច្បាស់ណាស់រឹតតែបានដៃខ្លាំងជាងមុនពីព្រោះសង្គ្រាមលើកនេះខាងភាគីសៀមគេបានកំណត់គោលដៅហើយគេថានឹងបំបាក់កម្លាំងយោធារបស់កម្ពុជាឲ្យកាន់តែបានបងប្អូនណាវាយលើកនេះមិនមែនវាយយកទីតាំងប្រាសាទទេប៉ុន្តែវាយកទឹកដីណាបងប្អូនហើយនៃការរបស់វាស៊ីជម្រៅណាបងប្អូនគិតមើលវាមិនបានគិតអំពីអាយុជីវិតរបស់ប្រជាជនកម្ពុជាស៊ីវិលទេវាបាញ់ស្រោចគ្រប់តំបន់ទាំងអស់ដូច្នេះដល់ពេលហើយគ្មានអ្វីដែលយើងត្រូវអត់ធ្មត់ទេបងប្អូនដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជាបងប្អូនប្រជាជនខ្មែរទាំងអស់ត្រូវក្រោកឡើងរួបរวมសាមគ្គីគ្នាឡើងយើងនៅសមរភូមិក្រោយសូមជួយផ្ដល់ជំនួយផ្ដល់ស្បៀងផ្ដល់ទំនុកចិត្តផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពរបស់យើងជួយគាំពារទៅលើសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនកម្ពុជាស្លូតត្រង់ដែលពួកគាត់កំពុងតែធ្វើការភាសាទៅកាន់តំបន់សុវត្ថិភាពសូមបងប្អូនជួយសៀជាបន្ទាន់ខណៈពេលនេះវេលានេះលាល្ងាចថ្ងៃទី8ខែធ្នូឆ្នាំ2025សង្គ្រាមរវាងកម្ពុជាបើកចំហយ៉ាងធំទូលាយហើយខណៈកម្ពុជាធ្វើការឆ្លើយតបយ៉ាងពេញទំហឹងម៉ោងដែលខ្ញុំកំពុងនិយាយគឺម៉ោង5:27នាទីល្ងាចសំឡេងខ្ទរពេញព្រៃនៅអានសេះផ្សែងខ្មួលខ្មាញ់គ្របដណ្ដប់លើព្រឹកព្រៃមិនទាន់ស្ងប់ស្ងាត់ទេដូច្នេះសូមបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជ្រាបជាព័ត៌មាននេះគឺជាព័ត៌មានពិតមិនមានការបំភ្លើសតតែសោះពិតជាឈឺចាប់ជាទីបំផុតណាស់បងប្អូនអោប្រទេសកម្ពុជាដល់កំសត់អើយប្រជាជនយើងដល់ស្លូតត្រង់អើយហេតុអ្វីបានជាពួកចោរសាមាគ្មានចិត្តគ្មានថ្លើមគ្មានបេះដូងជាមនុស្សមកបំផ្លាញអាយុជីវិតមនុស្សដូចគ្នាគ្រាន់តែមហិច្ឆតាដើម្បីចង់បានអំណាចដើម្បីចង់បានទឹកដីសួរថាប្រជាជនស្លូតត្រង់ពួកគាត់ដឹងអ្វីកុមារីសិស្សានុសិស្សពួកគាត់កំពុងតែរៀននៅសាលាអ្នកឯងបើការវាយប្រហារដោយអាវុធទ្រង់ទ្រាយធំដោយមិនញញើតដៃបែបនេះអ្នកគឺជាឃាតករដែលសម្លាប់ប្រជាជនកម្ពុជានៃការបាញ់ប្រហារលើកនេះអស់ចំនួន4នាក់ហើយរងរបួសធ្ងន់ស្រាល9នាក់ទៀតត្រូវជម្លៀសរត់ខ្ចាត់ខ្ចាយចេញពីផ្ទះសម្បែងត្រូវគ្រាប់កាំភ្លើងគ្រាប់ខ្លោងខ្ទេចខ្ទាំអស់អ្នកឯងធ្វើទង្វើថោកទៀតណាស់អ្នកឯងឃ្លានសង្គ្រាមណាស់អ្នកឯងជាមេដឹកនាំរបស់ប្រទេសថៃទាំងមូលដើម្បីតែអំណាចខ្លាចគេចោទប្រកាន់អារឿងដឹកនាំប្រទេសមិនបានល្អអារឿងរៀបចំស៊ីហ្គេមមិនបានល្អអារឿងដោះស្រាយបញ្ហាទឹកជំនន់នៅហាត់យ៉ៃសង្គ្លាមមិនបានល្អអ្នកឯងខ្លាចធ្លាក់តំណែងមុនខែមករាឆ្នាំ2026នេះអ្នកឯងយកអាយុជីវិតប្រជាជនកម្ពុជាយកមកលេងល្បែងនយោបាយ